បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទមូណារ៉េតពីទីក្រុងឡុងបិចរដ្ឋកាលីហ្វ័រញ៉ានេះគឺជារាត្រីថ្ងៃទី24ខែមីនាឆ្នាំ2026បាទនៅរាត្រីនេះគឺខ្ញុំមានព័ត៌មានជម្រាបជូនបងប្អូនទាំងព័ត៌មានមកពីស្រុកខ្មែរនិងព័ត៌មាននៅក្រៅប្រទេសមួយចំនួនរួមទាំងសហរដ្ឋអាមេរិកផងហើយព័ត៌មានទីការព័ត៌មានដែលជម្រាបជូននៅរាត្រីនេះគឺមានដូចតទៅទី1គឺកម្ពុជាទាត់ចោលសាររបស់យោធាថៃដែលថាកម្ពុជាត្រៀមខ្លួនវាយជុំទី3កងទ័ពកម្ពុជានឹងធ្វើលំហាត់យោធាបាញ់គ្រាប់ពិតនៅខេត្តពោធិ៍សាត់ជាប់ព្រំដែនថៃគណៈកម្មាធិការព្រឹទ្ធសភាថៃគាំទ្រឲ្យលុប MOU ឆ្នាំ2000ពលរដ្ឋមិនអស់ចិត្តរឿងដោះលែងកូនអភិបាលស្រុកកងមាសករណីគ្រោះថ្នាក់ចរាចរណ៍នៅឫស្សីកែវលោកហ៊ុនសែនចាញ់បោកក្រុម MMO រឿងប្តីពីរបើកំណើនសេដ្ឋកិច្ចចុះវិញដូចបច្ចុប្បន្ននេះកម្ពុជាពិបាកសង្ឃឹមនឹងក្លាយជាប្រទេសអ្នកមានបុគ្គលិកវិទ្យុសម្លេងសហរដ្ឋអាមេរិកមិនអាចចូលធ្វើការវិញបានព្រោះអត់មានប័ណ្ណអនុញ្ញាតឲ្យចូលអគាររដ្ឋាភិបាលថៃអនុញ្ញាតឲ្យឡើងថ្លៃប្រេងឥន្ធនៈតាមទីផ្សារអន្តរជាតិដើម្បីទប់ការប្រញ៉ាយទិញប្រេងទុកអ៊ីរ៉ង់អនុញ្ញាតឲ្យកប៉ាល់ថៃមួយគ្រឿងដឹកប្រេងឆ្លងកាត់ច្រក Hormuz ថ្ងៃនេះគឺក្រោយពេលដែលបាញ់ឆេះកប៉ាល់ដឹកប្រេងមួយគ្រឿងរបស់ថៃកាលពីសប្តាហ៍មុនយន្តហោះបុករថយន្តពលុតអគ្គីភ័យស្លាប់ពីលុត2នាក់របួសអ្នកដំណើរជាច្រើនអ្នកទៀតនៅបរិយាញូវយ៉កនិងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបាទបងប្អូនព័ត៌មានទៅមុនគឺតកតងនឹងកម្ពុជាទាត់ចោលសាររបស់យោធាថៃដែលថាកម្ពុជាត្រៀមខ្លួនច្បាំងគ្នាជុំទី3មួយរយៈពេលនេះគឺយើងឃើញមានព័ត៌មានដូចជាមិនជាមនោរម្យសោះព្រោះអីព័ត៌មានដែលចេញពីភាគីថៃហាក់បីដូចជាពេលដែលរដ្ឋាភិបាលថៃនេះដែលបង្កើតឡើងទៅហើយមាននាយករដ្ឋមន្ត្រីថ្មីគឺលោកអនុទិនច័ន្ទវរៈគុលដែលត្រូវបានព្រះមហាក្សត្រថៃឡាយប្រហ័សលេខាបកគលភាពស្របច្បាប់ឲ្យនាយករដ្ឋមន្ត្រីលើកទី32របស់ថៃនេះចូលកាន់តំណែងហើយគាត់កំពុងតែរៀបចំគណៈរដ្ឋមន្ត្រីរបស់គាត់ដែលចូលមកកាន់ការរដ្ឋាភិបាលនេះឲ្យពេញលេញឆាប់ៗនេះទៅហើយនោះស្រាប់តែមានព័ត៌មានជាច្រើនដែលធ្វើឲ្យរកម្មចិត្តកម្ពុជាដែលរងចាំដូចគេហៅថាម៉ែមកពីផ្សារអញ្ចឹងបងប្អូនដូចកូនរងចាំមើលម៉ែមកពីផ្សារអញ្ចឹងចាំមើលថាតើម៉ែមកពីផ្សារមានអាហារមានបង្អែមមាននំនែកមានចំណីចំណុកអីទិញផ្ញើហ្នឹងគឺថាចាំរហ័ងក៏ប៉ុន្តែទីបំផុតគឺដូចជាអស់សង្ឃឹមព្រោះអីនៅពេលដែលកាលកម្ពុជាថាថៃលើកយកលេសថាអារឿងវាស់វែងព្រំដែនគណៈកម្មាធិការស្អី JBC ស្អីគេនោះគេថានឹងជួបគ្នាអីណាពេលរដ្ឋាភិបាលគេមានហើយអីឥឡូវរដ្ឋាភិបាលហ្នឹងអត់ទាន់បានមានក៏ដោយមាននាយករដ្ឋមន្ត្រីបានក្បាលបានអីមកបដាហើយស្រាប់តែមកចេញស្អីណាទៅចែកដីគ្នាណានៅព្រៃច័ន្ទអាប៉ាឡាលួសកុងតឺន័រស្អីហ្នឹងអត់រើចេញទៅវិញទៅជាបែជានាំគ្នាពុះជ្រេកដីឡូអីណាចែកប្លង់កម្មសិទ្ធិឲ្យថៃនៅភូមិជោគជ័យដែលជាដីខ្មែរសោះហ្នឹងដែលធ្វើឲ្យរឿងនេះគឺអស់សង្ឃឹមប្រជាពលរដ្ឋខ្មែរកាន់តែទ្វេដងទៅទៀតព្រោះអីសង្ឃឹមតែមានដំណោះស្រាយទៅជាចេញជាអញ្ចឹងឆ្កុយទៅវិញអញ្ចឹងហើយឥឡូវនេះគឺថ្មីនេះគឺមានរឿងច្រើនទៀតថៃគឺថ្ងៃនេះបងប្អូនប្រហែលជាបានជ្រាបហើយគឺគណៈកម្មាធិការរដ្ឋព្រឹទ្ធសភារបស់ថៃបានសម្រេចជាឯកច្ឆន្ទគឺព្រមឲ្យលុប MOU ឆ្នាំ2000ដែលចុះហត្ថលេខារវាងកម្ពុជានិងថៃកាលពី26ឆ្នាំមុន MOU នេះគឺជារឿងមួយដែលរសើបដែរហើយខ្ញុំនឹងពន្យល់លម្អិតនៅលើក្រោយចោះព្រោះมันមានពេលគ្រប់គ្រាន់ទេគ្រាន់តែថា MOU នេះវាគ្រាន់តែជាលិខិតព្រមព្រៀងគ្នាដើម្បីឲ្យប្រទេសទាំងពីរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីព្រំទឹកព្រំអីចឹងទៅក៏ប៉ុន្តែអាការដែលមាន MOU 26ឆ្នាំនឹងមកហ្នឹងគឺវាអត់បានសូវបានផលអីទេអត់បានផលអីហ្នឹងមិនមែនបានន័យថាដីខ្មែរបាត់ទៅថៃថៃបាត់មកខ្មែរឬយ៉ាងណាឲ្យប្រកាសនោះទេអត់បានផលអីហ្នឹងគឺដោយសារតែ MOU គឺជារបៀបឯងជួយអញជួយឯងស្អំគ្នាទៅវិញទៅមកអាចចំនួនព្រំដែនកម្ពុជាថៃដែលមានយន្តការរបស់តុលាការយុតិធធអន្តរជាតិអត់រមកប្រើតែអាហ្នឹងទៅដល់ទៅពេលថៃឃើញកាឡាដូចជានយោបាយខ្លួនរៀងពុលចឹង
យកអាទម្លាក់បញ្ហារឿង MOU ហ្នឹងក៏កោកកាយទៅដើម្បីកេងចំណេញកម្លាំងនយោបាយថៃដោយចាត់ទុកថា MOU ហ្នឹងគឺជាការធ្វើមកខាតថៃអីចឹងទៅព្រោះដោយសារចង់ទម្លាក់បន្ទុកខ្លាំងទៅលើក្រុមគ្រួសារតកូលថាក់ស៊ីនដែលត្រូវគ្នាជាមួយនឹងគ្រួសារតកូលហ៊ុនចាក់ទឹកមិនលិចឯងជួយអញជួយឯងបងធွာប្អូនធွာហ្នឹងតាំងតែពីយូរអើយមកហើយនោះដូច្នេះ MOU នេះគឺឥឡូវនេះរដ្ឋសភានៃព្រឹទ្ធសភាថៃគឺគេបានអនុម័តជាឯកច្ឆន្ទឲ្យគណៈកម្មាធិការគេហ្នឹងគឺព្រមបញ្ជូនសំណើសុំឲ្យលុប MOU នេះអញ្ចឹងបានន័យថានៅពេលដែលរដ្ឋសភាឬក៏ព្រឹទ្ធសភារបស់ថៃនេះចូលបំពេញកិច្ចការងារពេញលេញគឺបានន័យថាគេយករឿងនេះយកទៅអនុម័តហើយបើអនុម័តឥឡូវគណៈកម្មាធិការព្រឹទ្ធសភាព្រមឲ្យលុបគឺជៀសមិនផុតពីលុបទេហើយបងប្អូនមួយចំនួនលើកឡើងថាលុបមិនបើ MOU នឹងវាជាប់ខ្ទាស់ជាឯកសារគតិយុត្តយកទៅដាក់នៅអង្គការសហប្រជាជាតិតម្កល់អីអញ្ចឹងវាលុបមិនបានទេតើថៃលុបដោយឯកតោភាគីបានឬមិនបានបងប្អូនចំពោះខ្ញុំការដែលយករឿង MOU នេះមកនិយាយគឺដូចយើងយកអារឿងស្អីគេកំពុងតែមានចំនួនព្រំដែនទៅយករឿងលើក្រែ MMO ស្រីម្នាក់ប្តីពីរអីវិញយកមកនិយាយឬក៏អីណាដូចថាវាជារឿងមួយដែលវាអត់តាក់ទងគ្នានឹងរឿងអីត្រូវដោះស្រាយអាបញ្ហាហ្នឹងទៅយករឿងចាស់ដដែលហ្នឹងមកគ្រាន់តែប្រឡប់ព្រឹត្តិការណ៍អត់បានប្រយោជន៍ទេតែជជែកជាមួយរឿង MOU ហ្នឹងវាជជែកអត់បានការអីទេរឿងសំខាន់វាមានយន្តការតុលាការយុតិធធអន្តរជាតិតុលាការព្រហ្មទណ្ឌអន្តរជាតិអា MOU ជាគ្រាន់តែជាការព្រមព្រៀងគ្នាដើម្បីឲ្យសម្របសម្រួលកន្លែងណាដែលយើងពិបាកនឹងឲ្យដំណើរការឲ្យវារលូនប៉ុន្តែมันអាច MOU នឹងវាទៅលឹះលុបនៃអាលក្ខន្តិកៈរបស់ក្រុងរ៉ូមឬក៏សន្ធិសញ្ញាបារាំងសៀមឆ្នាំ1994ដែលមានតម្កល់ទុកឲ្យមានតុលាការយុតិធធអន្តរជាតិ ICJ ជំនុំជម្រះរហូតដល់2លើកអានោះហើយជាប្លង់រឹងរបស់កម្ពុជាជាផែនទីមេដើម្បីយកមកដោះស្រាយរឿងព្រំដែនដើម្បីឲ្យចប់តែម្ដងបើនៅតែយក MOU ហ្នឹងបើលុបចោលក៏លុបមិនលុបចោលក៏ឲ្យទៅវាអត់មានតាក់ទងអីនឹងថាអូឥឡូវត្រូវតែជជែកគ្នារឿង MOU ហ្នឹងត្រូវតាវល់នៅក្នុងរឿង MOU ហ្នឹងទេព្រោះថៃគេចង់កេងចំណេញនយោបាយពីរឿង MOU ហ្នឹងដើម្បីប្រឡប់ប្រាប់ប្រជាពលរដ្ឋថៃថា MOU ហ្នឹងបាត់ដីទៅខ្មែរហើយបាត់ដី MOU ហ្នឹងមិនមែនរឿងលេងសើចទេអារឿងធំមួយដែលខ្ញុំគិតថា MOU ដែលថៃចង់ទាញចំណេញហ្នឹងគឺតាក់ទងនឹងព្រំដែនសមុទ្រឯណោះមិនមែនព្រំដែនគោកទេព្រោះព្រំដែនគោកថៃបានដណ្ដើមយក40 50កន្លែងហើយដូច្នេះថៃអត់សូវខ្វល់ទេអារឿងព្រំដែនសមុទ្រនោះដែលត្រួតស៊ីគ្នាមានផ្ទៃសមុទ្ររាប់ម៉ឺនគីឡូម៉ែត្រការ៉េតាក់ទងនឹងកោះគុតកោះអីផងនោះដែលមែនតែនទៅគឺបើសិនជាមាន MOU ហ្នឹងថៃទៅជាគិតថា MOU ហ្នឹងធ្វើឲ្យថៃហ្នឹងមិនអាចគ្រប់គ្រងដែនសមុទ្រត្រួតស៊ីគ្នាហ្នឹងបានវាចាញ់ប្រៀបកម្ពុជាអារឿងកោះគុតនៅក្នុង MOU ហ្នឹងថៃថាបានថៃដាច់ហើយ 100% ហើយប៉ុន្តែថៃអត់សប្បាយចិត្តនឹងរឿងថាបើមាន MOU ហ្នឹងវាបែរទៅជាអាដែនសមុទ្រយើងមួយចំនួន26000គីឡូម៉ែត្រការ៉េនោះវាទៅជាបានទៅបើមានចំណែកគ្រប់គ្រងដូចថាចែកផលជាមួយខ្មែរហ្នឹងថៃអត់សប្បាយចិត្តរឿងហ្នឹងតែអារឿងកោះគុតគឺសូម្បីនៅក្នុង MOU ហ្នឹងអាកោះគុតហ្នឹងគឺជាបោះថៃ 100% បាត់ទៅហើយអញ្ចឹងថៃអត់ចង់ឲ្យអាចំណែកណាមួយដែលចែកចេញឆ្ងាយពីកោះគុតហ្នឹងមកទៀតអញ្ចឹងចង់លុបអា MOU ហ្នឹងចោលតែម្ដងដើម្បីទី1កោះគុតត្រូវតែដាច់ទៅថៃអត់បាច់និយាយអីទី2គឺដែនសមុទ្រត្រូវទៅថៃទៀតអាហ្នឹងគំនិតថៃហ្នឹងគឺចង់គិតអញ្ចឹងឯងប៉ុន្តែមិនមែនតាក់ទងនឹងព្រំប្រទល់ដីខ្មែរដែលនេះទេព្រោះអីអាព្រំដែនគោកនេះគឺមានផែនទីខ្នាត1លើ200,000គេមានច្បាស់លាស់ហើយមិនចាំបាច់ MOU ហ្នឹងទេអា MOU ហ្នឹងគ្រាន់តែថាអូបើកន្លែងណាសពេចសពិលគ្នាកុំឲ្យឆ្លោះគ្នាកុំឲ្យកាប់ចាក់គ្នាអីយើងសម្របសម្រួលគ្នាទៅហើយដោយសារថា MOU ហ្នឹងឯងដែលប្រាសាទតាមាន់ធំយើងឲ្យថៃ5នាក់យើង5នាក់ទៅឃ្លាំមើលប្រាសាទតាមាន់ធំប្រាសាទតាកបី2នាក់យើង2នាក់គេ2នាក់ទៅហ៊ាននៅអញ្ចឹងដល់តែពេលឥឡូវថៃវាយយកអស់ស្រាប់មកចង់លុប MOU ហ្នឹងមិនមែនរឿងព្រំដែនគោកទេ MOU ហ្នឹងគឺរឿងព្រំដែនសមុទ្រត្រួតស៊ីគ្នារឿងប្រេងកាតហើយឥឡូវកំពុងតែពិភពលោកវល់ពីរឿងជីករុករកប្រេងដើម្បីផ្គត់ផ្គង់ប្រទេសរៀងខ្លួនហងថៃរត់តែយកសម្រាំងអាហ្នឹងយកជាឱកាសនយោបាយមួយទៀតយកឈ្នះខ្មែរដើម្បីគ្រប់គ្រងដែនសមុទ្រខ្មែរទាំងមូលអញ្ចឹងហើយបានតែខ្មែរនឹងមានអាច្បាប់សមុទ្រស្អីដែលកំពុងតែរៀបចំថាអនុម័តអីហ្នឹងព
លឿនអាហ្នឹងចាញ់អាស្បាប់unclose ហ្នឹងឲ្យលឿនដើម្បីដោះស្រាយបញ្ហាដែនសមុទ្រយើងនៅរឿងច្រើនណាស់កម្ពុជានៅរឿងច្រើនណាស់អត់មានរឿងរវល់រឿងលើក្រែនណាប្តីពីរណាប្តីមួយអីទេគឺរឿងយើងគឺរឿងចិត្តរឿងដ៏គួរឲ្យព្រួយបារម្ភខ្លាំងមែនតើគឺជាអាយុជីវិតជាតិម៉ោងនេះអត់មានបងប្អូនណាទៅនិយាយរឿង MMO លើក្រែលើក្រែក្រោមក្រែលើកតេលក្រោមពូកអីទេគឺរឿងសំខាន់គឺរឿងត្រោះដោះស្រាយបញ្ហាព្រំដែនទឹកព្រំដែនគោកនិងជាអាយុជីវិតរបស់ជាតិអញ្ចឹងអ្នកណាក៏ដោយឲ្យតែទាញការចាប់អារម្មណ៍ឆ្ងាយពីហ្នឹងគឺបានន័យថាកំពុងតែពង្រៀងស្ថានភាពដែលធ្វើឲ្យយើងកំពុងតែតទល់ជាមួយថៃដែលយ៉ាងសកម្មហ្នឹងគឺយើងនឹងច្បាស់ជាបាត់អាគំនិតសតិបញ្ញារបស់យើងធនធានរបស់យើងទៅគិតពីរឿងអីផ្សេងទៀតទៅតាមការដែលចង់បានរបស់អ្នកនយោបាយហើយថៃក៏ដូចគ្នាដែរថៃសប្ងៃគឺអ្នកនយោបាយថៃកំពុងតែពង្រៀងដានកុំឲ្យគិតអារឿងព្រំដែនដែលថៃដដើមយកបានណាអាហ្នឹងគេចង់គិតថាឆាចោលសម្រាប់ឆាចោលក្នុងន័យថាអត់បាច់មកនិយាយអីទៀតទេថៃយកបានអស់ហើយអញ្ចឹងជប់និយាយរឿងព្រំដែនគោកយើងនិយាយព្រំដែនទឹកម្ដងអញ្ចឹងថៃឃើញទេជាតិនិយមរបស់គេគឺប្រឹងថាមិនលេបទឹកដីរបស់យើងទាំងគោកទាំងទឹកឲ្យបានថៃគេសម្រួចទៅហ្នឹងហើយតែទៅហើយដូចទឹកបាក់ទំនប់អញ្ចឹងយើងទប់ថៃអត់ឈ្នះទេព្រោះជាតិនិយមថៃនេះគឺជាតិនិយមជ្រុលប៉ុន្តែគេចំណេញតែ MOU ហ្នឹងលុបបានទៅអាព្រំដែនសមុទ្រព្រំដែនអីហ្នឹងគឺថៃយកទាំងម៉ត់យកខ្ទេចតែម្ដងដូច្នេះយើងចាប់ផ្ដើមអាគោកមិនបាច់និយាយទេបើធ្វើដូចយើងសពថ្ងៃកុំថាឡើយអាគោកអាទឹកក៏យើងទៅទៀតដែរដោយសារអីដោយសារតែយើងអត់ប្តឹងគេទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំប្រទានអន្តរជាតិដើម្បីឲ្យគេថ្កោលទោសថៃពីរឿងខុសច្បាប់មួយចំណុចពីរចំណុចសិនហើយយើងនៅតែចេះចាំឥឡូវគេទៅហើយឥឡូវដល់ពេលទៅគឺគេអូសរឿងមកទៀតទេថ្ងៃនេះទាហានថៃគឺយោធាថៃទាំងយោធាក្រុមកងសម្ងាត់ណែគេហៅស្អីស៊ើបការសម្ងាត់របស់ថៃទាំងអ្នកនាំពាក្យយោធាថៃវិនថៃស៊ូវ៉ារីគឺឡើងមកស្រោះគ្នានាំគ្នានិយាយថាកម្ពុជាកំពុងតែកែនទ័ពឬក៏ថារុលទ័ពចូលមកដើម្បីបង្កឲ្យមានចំនួនឈានទៅរកការវាយគ្នាលើកទី3ឃើញគេពវៀងស្ថានភាពឲ្យបងប្អូនថៃមកដល់ម៉ោងនេះដូចខ្ញុំនិយាយចឹងតែយើងលោកលឿនជាមួយថៃនេះគឺថៃអូសយើងយកទៅរំលោភហើយព្រោះអីថៃអត់បានគោរពតាមច្បាប់តាមទម្លាប់ទេហើយគេវាយយកដីយើងបានហើយគេអត់មានមកផ្អែមបន្លែអីជាមួយយើងទេគឺគេនឹងរកលេះគ្រប់រឿងលេះនេះលេះនោះឥឡូវគេចោទថាយើងទាហានយើងរុលចូលប្រាសាទតាកបីក្បែរចិត្តប្រាសាទតាកបីបន្ថែមកម្លាំងនេះគឺលោកវិនថៃស៊ូវ៉ារីដែលជាអ្នកនាំពាក្យរបស់យោធាថៃមានន័យថាម៉េចបងប្អូននៅពេលដែលគេចោទយើងថាយើងរុលចូលទៅប្រាសាទតាក្របីដែលមានទ័ពថែមកម្លាំងថ្មីគឺបានន័យថាគេចោទប្រកាន់យើងថាកំពុងតែធ្វើឲ្យស្ថានភាពក្តៅឡើងវិញធ្វើឲ្យថៃមានលេះកែនទ័ពគេបន្ថែមទ័ពចូលមកជួរមុខវាយគ្នាត្រៀមវាយគ្នាអញ្ចឹងទៅអាហ្នឹងគឺជាការលើកឡើងរបស់លោកវិនថៃស៊ូវ៉ារីហើយរឿងនេះគឺជារឿងរកម្មចិត្តមួយភាគីកម្ពុជាអត់ទាន់តបទៅនឹងលោកវិនថៃស៊ូវ៉ារីពីរឿងរុលទ័ពទៅប្រាសាទតាកបីដោយអ្វីដែលជាការលើកឡើងទេក៏ប៉ុន្តែថ្ងៃនេះគឺមានក្រុមអ្នកដែលស៊ើបការសម្ងាត់ក្រមយោធារបស់ថៃម្នាក់ទៀតបាទគឺខាងឆ្លប់យកការសម្ងាត់ឬព័ត៌មានសម្ងាត់របស់យោធាថៃហ្នឹងគឺគេលើកឡើងអំពីការដែលកម្ពុជាគេថាព័ត៌មានសម្ងាត់ពីខាងគេហ្នឹងដែលសារព័ត៌មានថៃចុះផ្សាយឡើងប្រងព្រាតហ្នឹងថាបានត្រៀមខ្លួនទប់ទល់ថៃដើម្បីវាយជុំទី3ខ្ញុំជឿថាថៃពេលខ្លះគឺជាល្បិចទេបងប្អូនខ្ញុំមិនមែនថាខ្មែរមិនបានត្រៀមខ្លួនឬអីទេគឺវាអាចជាល្បិចរបស់ថៃនៅក្នុងការពង្រៀងស្ថានភាពហ្នឹងដើម្បីមើលមកថាខ្មែរយើងកំពុងរហរឿងអីចឹងទៅក៏ប៉ុន្តែការពិតគឺថៃរហរឿងយើងយូរហើយតែយើងចេះតែនៅស្ងាត់ស្ងាត់អីចឹងទៅយើងរក្សាការអត់ធ្មត់អីចឹងប៉ុន្តែថៃបានចិត្តដល់តែបានចិត្តគឺពួកគេចាប់ផ្ដើមចោទប្រកាន់ឬក៏អាចថាគេមានព័ត៌មានពិតយ៉ាងណាយើងអត់ដឹងទេក៏ប៉ុន្តែអានេះគឺជាអ្វីដែលសារព័ត៌មានថៃបានចុះផ្សាយគេថាកម្ពុជាបានទិញសពាវុធពីប្រទេសអឺរ៉ុបខាងកើតថៃគេបានថាព័ត៌មានសម្ងាត់របស់គេរកឃើញថាកម្ពុជាកំពុងតែសម្រុកមិនមែនត្រឹមទិញធម្មតាទេបងប្អូនសម្រុកទិញសពាវុធពីអឺរ៉ុបខាងកើតការទិញសពាវុធពីប្រទេសណាមួយមិនមែនជារឿងសម្ងាត់ទេបងប្អូនដូច្នេះវាច្បាស់ណាស់ត្រូវដឹងហើយរដ្ឋាភិបាលកម្ពុជាក៏ប្រាប់មកថាតើទិញប្រមាណពីប្រទេសណាហើយប្រទេសម្ចាស់ខ្លួនដែលជាសម័យហ្នឹងក៏
ត្រូវតែលើកឡើងមកថាទិញក្នុងលក្ខខណ្ឌជួយសពាវុធឬក៏ទិញដោយលុយឬក៏ចពាក់ឬក៏យ៉ាងម៉េចគេច្បាស់ជាប្រាប់ប៉ុន្តែអត់មានព័ត៌មាននឹងសោះលើឆាកអន្តរជាតិមានតែព័ត៌មានពីលោកធីរណាន់នុនតាខ្វាងបាទលោកធីរណាន់នុនតាខ្វាងនេះគឺជាឧត្តមសេនីយ៍មួយរូបនៅក្នុងជួរទ័ពដែលជាប្រធាននៃកងយកការសម្ងាត់របស់យោធាថៃដែលលោកបានប្រហោះសារដូច្នេះនៅលើដែលបណ្ដាញសង្គមថៃឬក៏សារព័ត៌មានថៃយកមកដកស្រង់ស្រស់គ្នានោះគឺថាតាមព័ត៌មានពីខាងយកការសម្ងាត់របស់ថៃបានឲ្យដឹងថាកម្ពុជាត្រៀមវាយគ្នាជាមួយថៃជុំទី3ដោយសារតែរឿងនេះវាអាចកើតឡើងដោយសារតែកម្ពុជាកំពុងតែសម្រុកទិញអសពាវុធពីប្រទេសនៅគេហៅប្រទេសអឺរ៉ុបខាងកើតហើយនៅក្នុងនេះបានថាទាហានថៃរូបនេះឬក៏មេយោធាថៃមួយរូបនេះក៏បានបញ្ជាក់ថាឲ្យទាហានថៃប្រុងប្រយ័ត្នគ្រប់ពេលវេលានិងឃ្លាំមើលគ្រប់ពេលសម្រាប់រយៈពេល4ទៅ5ខែនៅក្រោយរដូវភ្លៀងនេះបងប្អូនរដូវវស្សាចូលមកដល់អញ្ចឹងចិត្តចូលមកដល់អញ្ចឹងពួកគាត់ថា4-5ខែហ្នឹងថាកម្ពុជាអាចវាយឆ្មក់ឬក៏បកហេតុដើម្បីឲ្យមានសង្គ្រាមលើកទី3អីអញ្ចឹងទៅហើយទិញសពាវុធមកពីអឺរ៉ុបខាងកើតខ្ញុំសូមបើកវងកញ្ចក់បន្តិចប្រសាសន៍របស់មេដឹកនាំកងទ័ពថៃផ្នែកកិច្ចការឆ្លប់ការយកការសម្ងាត់នេះតាមពិតកម្ពុជាពិតជាមានទំនាក់ទំនងជាមួយនឹងប្រទេសអឺរ៉ុបខាងកើតមួយចំនួនដែរយើងដឹងហើយអឺរ៉ុបខាងកើតមានច្រើនណាស់បងប្អូនខ្ញុំលើកតែអឺរ៉ុបខាងកើតមួយចំនួនដូចហុងហ្គារីប៊ុលហ្គារីអីអញ្ចឹងដែលជាប្រទេសដែលមិនសូវមានប្រជាធិបតេយ្យអីរឹងមាំទេព្រោះប្រទេសនៅកុម្មុយនីសនៅអនុវត្តវិធានការបិទថាអឺរ៉ុបមែនប៉ុន្តែអឺរ៉ុបខ្លះហ្នឹងគឺនៅរបៀបដូចថាមិនទាន់ឆ្អិនឆ្អៅផ្នែកប្រជាធិបតេយ្យដូចអាល្លឺម៉ង់ដូចកាណាដាដូចប្រទេសផ្សេងទៀតដូចតែបារាំងហ្នឹងក៏មិនមកថាមានប្រជាធិបតេយ្យពេញទំហឹងអីប្រហែលដែរវាគាត់ថាយ៉ាងណាក៏គេនៅមានអំណាចឥទ្ធិពលគេខ្លាំងប៉ុន្តែអឺរ៉ុបខាងកើតដូចហុងហ្គារីដូចប៊ុលហ្គារីអីហ្នឹងច្រើនតែរងការគិតថាជាប្រទេសនៅមានលទ្ធិកុម្មុយនីសអីនៅជិតជ្រាបអីច្រើនហើយកម្ពុជាក៏មានមិត្តភ័ក្តិឬក៏ថាអាចស្និទ្ធស្នាលជាមួយប្រទេសទាំងនេះនៅឡើយទេព្រោះអីមានកិច្ចការទូតអីអញ្ចឹងយើងអត់ដឹងថាកម្ពុជាទិញអាវុធពីប៊ុលហ្គារីឬក៏ហុងហ្គារីឬក៏យ៉ាងណាទេព្រោះបើអាវុធហ្នឹងទិញពីអាល្លឺម៉ង់ទិញពីស្អីហ្នឹងដឹងតែអត់ដែរហើយបើទិញមកក៏គេត្រូវប្រកាសប្រាប់យើងដែរគេមិនដែលស្ងាត់ទេហើយអាវុធលក់ឲ្យកម្ពុជានៅក្នុងស្ថានភាពដែលសិទ្ធិមនុស្សនៅមានភាពរសេមរសាមបែបនេះគឺប្រទេសអឺរ៉ុបដែលស្មោះត្រង់ស្មោះសរនឹងប្រជាធិបតេយ្យអត់អាចលក់ឲ្យកម្ពុជាបានទេព្រោះអីរងការថ្កោលទោសជុំវិញពិភពលោកព្រោះអាវុធមិនមែនចេះតែទិញបានទេតើតែយើងស្អាតសិទ្ធិមនុស្សនៅប្រជាធិបតេយ្យយើងទិញអាវុធពីចិនទិញពីកូរ៉េខាងជើងឬក៏ទិញពីប្រទេសកុម្មុយនីសណារុស្ស៊ីអីគេមិនទៅឈឺក្បាលយើងប្រជាធិបតេយ្យមិនប្រជាធិបតេយ្យទេឲ្យតែមានលុយទិញទៅប៉ុន្តែប្រទេសដែលផ្សេងទៀតដែលមានប្រជាធិបតេយ្យគឺគេអត់ហ៊ានលក់ឲ្យយើងទេដោយអាមេរិកចឹងធ្លាប់ដាក់ទណ្ឌកម្មមិនលក់សពាវុធឲ្យយើងដោយសារបញ្ហាសិទ្ធិមនុស្សតែទៅលើកប៉ំមកនេះដោយសារតែកម្ពុជាចង់ឲ្យលោកត្រាំបានពានរង្វាន់ Nobel សន្តិភាពតែមិនមែនកម្ពុជាស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញទេហើយនៃហ្នឹងក៏មិនមែនបានន័យថាយើងទៅទិញសពាវុធអីពីអាមេរិកបានសន្ធឹកសន្ធាប់ដែរអាមេរិកមិនលក់សពាវុធណាដែលទំនើបជាងថៃឲ្យយើងទេព្រោះអាមេរិកជាសម្ព័ន្ធមិត្តរបស់ថៃយើងមានលុយរវល់កោត$1,000,000,000ក៏ទិញអាវុធពីអាមេរិកយកមកឲ្យទំនើបជាងថៃអត់បានដែរបើថៃមាន F16 គឺអាមេរិកនឹងឲ្យលក់កាភ្លើងឲ្យយើងទៀបជាងអាសពាវុធណាដែលមិនអាចនឹងកំទេច F16 ដែលលក់ឲ្យថៃបានទេបើនិយាយទៅគឺនឹងលក់ឲ្យតែសពាវុធណាដែលទៀបដែលមិនអាចនឹងមានអានុភាពលើសអ្វីដែលជាថៃនៅក្បែរហ្នឹងឯងយើងនឹងទិញបានប៉ុន្តែទិញបានកប៉ិចកប៉ុករីរងឯងយើងស្ដាប់ទៅដូចជាល្អមើលល្អស្ដាប់ប៉ុន្តែអត់ទេអត់មានប្រយោជន៍អីទេចឹងមិនថាតើតើយើងស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យយើងឲ្យរឹងមាំឡើងវិញយើងកុំទៅពឹងតែអាមេរិកយើងទិញសពាវុធពីប្រទេសណាទៀតក៏បានដែរឲ្យតែជាសពាវុធទំនើបប៉ុន្តែសំខាន់តែយើងមានលុយទិញអត់ទៀតនោះរឿងពីរដែលសំខាន់ទី1តើយើងត្រៀមខ្លួនសិទ្ធិមនុស្សប្រជាធិបតេយ្យយើងរឹងមាំនៅទី2តើយើងមានលុយអត់ដូច្នេះយើងគឺអារឿងទិញសពាវុធគេនឹងយើងដឹងអត់ហើយព្រោះអីថ្លៃណាស់បងប្អូនយន្តហោះបដិញណារបៀប F16 ឬក៏ F35 មួយ F35 របស់អាមេរិកនេះណាគឺមួយចាប់ពី$77 លានឡើងទៅមួយគ្រឿង
ហើយយើងទៅ10គ្រឿង700លានហើយជិត1000លានដុល្លារហើយថវិកាយោធារបស់យើងមួយឆ្នាំប្រើអស់តែ1000លានហ្នឹងដូច្នេះវាដូចថាទៅដកលុយឆ្នោនសន្ធឹកបែបនេះទៅទេហើយយើងជពាក់គេ13,000លានដុល្លារតែយើងបានលុយឯណាតែបើសិនកុំជពាក់គេវិញបើយកតែការប្រាក់យើងយកមកទិញអាយន្តហោះនេះមួយឆ្នាំការប្រាក់យើងប្រហែលជារាប់រយលានដុល្លារមួយឆ្នាំអាចទិញបាន4-10គ្រឿងឬក៏5គ្រឿងដែរបើយើងចង់និយាយថាតាការប្រាក់ហ្នឹងតែយើងវាធ្លុះកជើអស់ហើយទៅចេញតាមការប្រាក់អស់យើងមានអីណាលទ្ធភាពឯណាឥឡូវហ្នឹងយើងយកលុយឯណាទៅទិញសភាវុធធ្ងន់យ៉ាងនេះបើយើងរកលុយទៅទិញស្រូវអង្គខ្មែរដើម្បីឲ្យគ្នាឡើងថ្លៃទិញអត់ទាំងបានផងហ្នឹងណាពេលដែលមានបុណ្យទានអីពេលដែលចង់ជួយកម្មករអីលុយបូននេះមន្ត្រីរាជការមួយឆ្នាំបានតែ$12កន្លះហ្នឹងមួយឆ្នាំចូលឆ្នាំម្ដងបាន12កន្លះកម្មករវេទនាអត់លុយសម្រាប់ជិះធ្វើដំណើរជួយបានមួយខែ$2កន្លះហ្នឹងដូច្នេះយើងប្រឹងអស់លទ្ធភាពយើងប៉ុណ្ណឹងទៅទិញសភាវុធយ៉ាងម៉េចខ្ញុំមិនបន្ទោសខ្មែរយើងថាទិញយើងមកពីយើងក្រយើងទៅប្រឹងអញ្ចឹងមិនកើតទេដូច្នេះទី1សភាវុធយើងទិញអត់បានទី2កម្លាំងយោធាយើងអត់ដល់គេទី3ការទូតយើងក៏មិនឈ្នះគេតើយើងនៅអីគេទៀតចាយើងនៅមានដាវរបស់យើងដែរតែគឺតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការព្រហ្មទណ្ឌអន្តរជាតិអាកន្លែងហ្នឹងមួយដែលកម្ពុជាអត់ទាន់ធ្វើឥឡូវថៃគេដល់ប៉ុណ្ណឹងគេចោតមកគេថាអញ្ចឹងគេថាយើងត្រៀមវាយគេយើងទិញសភាវុធកម្ពុជាអត់មានឆ្លើយតបអីពីរឿងទិញសភាវុធឥឡូវចាំមើលប្រសាសន៍របស់អ្នកស្រីម៉ាលីសុជាតាថ្ងៃនេះតបទៅខាងថៃវិញខ្ញុំជឿថាបន្តិចទៀតទៅរឿងយើងអាព្រំដែនក៏អត់បានទៀតអារឿងវាយគ្នានៅតែរសើបអញ្ចឹងព្រោះអីថៃគេកកោកកាយព្រោះថៃគេរករឿងឲ្យតែមានរឿងអីនៅបាងកកគឺយកមកទម្លាក់នៅទល់ដែននឹងទៀតហើយរឿងនយោបាយគឺរឿងអញ្ចឹងបងប្អូនយើងភ័ព្វមែនតើហើយយើងនៅកំដរលបែងនយោបាយរបស់ថៃអ្នកនាំពាក្យក្រសួងការពារជាតិថាការចុះផ្សាយរបស់សារព័ត៌មានថៃដោយដកស្រង់សម្ដីរបស់ប្រធានចារកម្មថៃដែលចោទមកលើកម្ពុជាថាត្រៀមសម្រាប់ការផ្ទុះអាវុធលើកទី3គឺមិនត្រឹមត្រូវនិងជាការអះអាងដោយគ្មានមូលដ្ឋានអ្នកស្រីម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិតបអញ្ចឹងនៅក្នុងនេះគឺនៅថ្ងៃទី24នេះអ្នកស្រីម៉ាលីសុជាតាថាសារព័ត៌មានថៃបានចុះផ្សាយដោយដកស្រង់សម្ដីរបស់ប្រធានចារកម្មថៃដូចនេះគឺកងយុទ្ធពលខេមរៈភូមិន្ទប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នៅការគោរពសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូតទៅកម្ពុជាថៃថ្ងៃទី27ខែធ្នូឆ្នាំ2025សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃនៅថ្ងៃទី26តុលា2025និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតព្រមទាំងអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាលកម្ពុជាក្នុងការរក្សាសន្តិភាពនិងសន្តិសុខតាមបណ្ដោយព្រំដែនកងទ័ពកម្ពុជាគាំទ្រយ៉ាងពេញទំហឹងនៅគោលជំហររបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឈរលើមូលដ្ឋានច្បាប់អន្តរជាតិនិងអនុសញ្ញាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមាននេះគឺជាចម្លើយរបស់អ្នកស្រីម៉ាលីសុជាតាតបទៅនឹងរឿងទាហានខ្មែរដែលថៃចោទថារុលចូលទឹកក្បែរប្រាសាទតាកបីហើយនឹងរឿងដែលទិញអាវុធពីប្រទេសអឺរ៉ុបខាងកើតដើម្បីបើកការវាយប្រហារត្រៀមវាយថៃជុំទី3អត់មានចំណុចណាមួយដែលនិយាយថាការដែលលើកឡើងថាកម្ពុជាទិញអាវុធពីថៃពីកូរ៉េខាងសំទោសអឺរ៉ុបខាងកើតហ្នឹងគឺមិនបានទិញទេអីចឹងគ្រាន់តែលើកជាគេហៅថាចម្លើយមួយគឺបានត្រូវគ្រប់រឿងអញ្ចឹងទៅឆ្នាំអាចទន្សាយតែមួយម៉ាត់អញ្ចឹងទៅគឺព័ត៌មាននេះគឺជាការមិនពិតបានន័យថាម៉េចបានន័យថាកម្ពុជាក៏មិនបានទិញអាវុធពីប្រទេសខាងកើតនឹងទេអឺរ៉ុបខាងកើតហើយឬក៏ទ័ពកម្ពុជានឹងក៏តែមិនបានរុលទៅប្រាសាទតាកបីចំពោះខ្ញុំវិញណាខ្ញុំគិតដោយខ្លីថាបើកម្ពុជាទិញសភាវុធពីប្រទេសអឺរ៉ុបខាងកើតក៏អត់មានកំហុសអីទាស់តែសោះវាអត់មានរឿងអីត្រូវថៃមកកាត់រឿងទិញកភ្លើងទិញអាវុធអីទេកម្ពុជាមានលុយទិញពីណាក៏បានដែរព្រោះជាសិទ្ធិការពារស្វ័យយ័តប្រទេសរបស់ខ្លួនជាដែនអធិបតេយ្យឲ្យតែមានលុយឲ្យតែគេលក់ឲ្យដើម្បីការពារឲ្យខ្ញុំបើទិញបានកាន់តែច្រើនខ្ញុំកាន់តែអទៀតដើម្បីកុំឲ្យថៃនឹងដូចជាប្រហើនពេកមួយទៀតគឺទៅហ៊ានរុលទៅប្រាសាទតាកបីឧទាហរណ៍
ខ្ញុំថានៅក្នុងដែនអធិបតេយ្យកម្ពុជាទាហានខ្មែរមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការគ្រប់គ្រងការពារដែនអធិបតេយ្យរបស់ខ្លួនដែលអត់មានឈឺក្បាលហាលថ្ងៃរឿងថៃភ័យខ្លាចទាហានខ្មែរទៅក្បែរប្រាសាទណាទេព្រោះអីប្រាសាទតាកបីតាមពិតជាប្រាសាទរបស់ខ្មែរតាត្រូវទៅយកមកវិញផងគាត់ថាយើងមានបទឈប់បាញ់ហើយមិនទៅប្រគួតប្រជែងគ្នាវាយគ្នាអីទៀតទេយើងត្រូវតតាំងគ្នាតាមច្បាប់តុលាការអន្តរជាតិអីចឹងប៉ុន្តែតុលាការអន្តរជាតិអត់ប្តឹងអញ្ចឹងថៃហាក់បីដូចជាគិតថាបើអត់ប្តឹងទៅតុលាការអន្តរជាតិប្រហែលជាគិតតែចង់វាយយកវិញឬក៏យ៉ាងម៉េចអញ្ចឹងថៃខ្លួនឯងភ័យចោលលួចរបស់យើងអត់ស្រួលខ្លួនហ្មងទេបងប្អូនភ័យប៉ុន្តែសួរថាតើយើងមានឥទ្ធិពលទៅវាយយកពីគេវិញបានយ៉ាងដូចម្ដេចទៅថៃចេះតែប្រឡប់ព័ត៌មាននឹងទេបងប្អូនតើយើងនឹងមានសង្គ្រាមលើកទី3នឹងយ៉ាងម៉េចដែរទេចំពោះខ្ញុំថាសង្គ្រាមលើកទី3នេះគឺតើថៃអ្នកផ្ដើមខ្លួនឯងព្រោះខ្មែរយើងជ្រើសរើសយកវិធីអត់ធ្មត់នឹងទៅហើយដូច្នេះវាអត់មានសង្គ្រាមនឹងកើតទៀតទេប៉ុន្តែបើមិនព្រមប្តឹងថៃឲ្យស្រួលបួលដោះស្រាយតាមយន្តការតុលាការអន្តរជាតិ ICJ និងតុលាការព្រំដែនអន្តរជាតិទេព្រំដែនខ្មែរថៃនឹងផ្ទុះអាវុធនៅថ្ងៃណាមួយជាយថាហេតុគឺមិនអាចនឹងគេចផុតបានទេព្រោះអីវាភ័យស្រួយណាស់នយោបាយថៃឲ្យតែមានរឿងអីបន្តិចគេយកមកជះកម្ដៅប្រឡប់បាញ់គ្នាព្រំដែនដើម្បីអីកុំឲ្យយកចិត្តទុកដាក់ទៅលើអាភាពអសមត្ថភាពនៅក្នុងទីក្រុងបាងកកខ្លាំងពេកគេនឹងយកមកទម្លាក់ក្នុងព្រំដែននឹងតែរហូតអាហ្នឹងបើសិនជាយើងមិនប្រយ័ត្នបាទឥឡូវខ្ញុំស្លេះរឿងហ្នឹងប៉ុណ្ណឹងចោះអញ្ចឹងទុកឲ្យថៃនិងកម្ពុជានៅអួតដាក់គ្នាចោតគ្នាអញ្ចឹងទៀតទៅហើយកម្ពុជានៅតែបកស្រាយអញ្ចឹងទៀតទៅហើយខ្ញុំថាបើយកល្អដាក់ពាក្យប្តឹងឲ្យហើយទៅឲ្យឆាប់ទៅកុំឲ្យវែងឆ្ងាយពេកបាទឥឡូវដំណឹងទី2តកតងនៅក្នុងរាត្រីនេះដែរគឺដំណឹងនេះគឺមែនតើពលរដ្ឋដែលនាំគ្នាមិនអស់ចិត្តអារឿងគ្រោះថ្នាក់ចរាចរណ៍ឃើញទេបងប្អូនរឿងព្រំដែនយើងប្រប៉ុណ្ណានៃចេញអារឿងគ្រោះថ្នាក់ចរាចរណ៍យើងអត់អាចនឹងចែកដាច់បានណាដោយសារអីយើងវាបញ្ហាសង្គមវាច្រើនពេកហើយដល់ពេលពងរកម្មចិត្តរឿងបាត់ដីទៅថៃផងយើងមិនអាចធ្វើអីឈ្នះគេផងហើយដល់មកមិនពេញចិត្តនឹងអារឿងមន្ត្រីអ្នកមានអំណាចមានលុយចង់ជះស្លាប់អ្នកណាបោះលុយទៅការបញ្ចប់រឿងអីឡាក់នឹងឡាក់ឥឡូវហ្នឹងសំបីតារឿងហ្នឹងទៅដល់ណាតឡាការគេចាត់ចែងស្អីប៉ូលីសចេញតាមប៉ូលីសមកផ្សាយកាមេរ៉ាថានាងនឹងជាអ្នកបើកឡានបរោះនឹងគឺជាអ្នកដែលអមដំណើរនាងនឹងក៏មលុតជង្គង់សាពះសុំទោសអីអញ្ចឹងមកថានាងនឹងពិតជាអ្នកបើកឡានមែនបើកបរក្នុងស្ថានភាពស្វឹងធ្វើឲ្យប្រព្រឹត្តខុសអីអញ្ចឹងទទួលទោសតាមច្បាប់បរោះនឹងថាក៏សុំទោសដែរដោយសារតែខ្លួនលើសលួសពាក្យប្រពេចសម្ដីអីនិយាយតាក់តងនឹងធ្វើឲ្យប្រជាពលរដ្ឋនឹងថ្នាក់ជាមួយគាត់ពេលដែលគាត់ស្វឹងជោគអីនៅក្នុងពេលគ្រោះថ្នាក់នឹងអីអញ្ចឹងគាត់មិនមែនអ្នកបើកអីទេឥឡូវហ្នឹងគឺតុលាការបានដោះលែងបរោះដែលជាកូនអភិបាលស្រុកកងមាសនឹងទៅនៅពេលដែលតុលាការដោះលែងចំពោះខ្ញុំអត់មានអីភ្ញាក់ផ្អើលទេបងប្អូនយើងទាំងអស់គ្នាប្រកាន់សច្ចយុត្តិធម៌ទាំងអស់គ្នាផងយើងមិនពេញចិត្តនៅក្នុងអំពើណាមួយរបស់បរោះដែលជាកូនអភិបាលស្រុកកងមាសនឹងដែលជះសម្ដីបង្ហាញអីអញ្ចឹងក្តៅកាហាយឈឺឆ្អាឈឺចាប់ខឹងអីខ្ញុំយល់អារម្មណ៍នេះយល់ណាពួកបងប្អូនឈឺចាប់នឹងអាញាធរយូរហើយក៏ប៉ុន្តែយើងត្រូវប្រកាន់សច្ចយុត្តិធម៌ទាំងអស់គ្នានៅពេលដែលអាជ្ញាធរច្បាប់ឬក៏សម័យខ្លួននឹងក៏ព្រមទាំងអស់គ្នាមកទទួលខុសត្រូវថានាងកាន់ដៃចង្កូតមានកាមេរ៉ាមានអីអញ្ចឹងទៅយើងនៅជជែកបែកខ្ទិះទៀតក៏អត់ទៅមុខដែរហើយបរោះនេះបើសិនជាគ្រាន់តែជាអ្នកអមដំណើរមិនមែនជាអ្នកកាន់ចង្កូតពេលមានគ្រោះថ្នាក់ចរាចរណ៍ច្បាប់នៅស្រុកយៈណាក៏គេអាចចាប់ខ្លួនអ្នកធ្វើដំណើរជាមួយទេព្រោះអីអ្នកដែលទទួលខុសត្រូវគឺអ្នកបើកឡានដៃចង្កូតខ្លួនឯងជាអ្នកកាច់ចង្កូតជាអ្នកបញ្ជាជាអ្នកបើករថជាអ្នកអីដូច្នេះស្ត្រីនោះត្រូវទទួលខុសត្រូវ 100% ហើយបរោះនេះណាយើងនិយាយរឿងពីរគឺរឿងទទួលខុសត្រូវចំពោះគ្រោះថ្នាក់ចរាចរណ៍នេះបើគាត់ច្បាស់ 100% ថាការស៊ើបអង្កេតរកឃើញថាគាត់មិនមែនជាអ្នកបើកឡានគឺគាត់ត្រូវតែរួចខ្លួនដោយអត់មានការចោទប្រកាន់អីបានទេព្រោះច្បាប់មិនអាចទៅចេះតែដាក់ទៅតាមកំហឹងសាធារណជនទេក៏ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋមិនពេញចិត្តហ្នឹងគឺនៅពេលដែលបរោះនេះសុំទោសហើយស្រាប់តែរួចខ្លួន
បងប្អូនមិនមែនការសុំទោសរបស់បរិះកូនអភិបាលស្រុកកងមាសនេះធ្វើឲ្យបរិះនេះរួចខ្លួនទេបើតាមន័យច្បាប់បរិះនេះអត់ត្រូវការសុំទោសសំបីតែបន្តិចព្រោះអត់មានច្បាប់ណាកំណត់ថាអ្នកណាម្នាក់ប្រព្រឹត្តគ្រោះថ្នាក់ចរាចរណ៍ហើយអត់មានទទួលជាអ្នកបើកបរផងស្រាប់តែមកសុំទោសទេក៏ប៉ុន្តែការសុំទោសរបស់គាត់នឹងគឺជាការបន្ថយកំហឹងប្រជាពលរដ្ឋនៅក្នុងការស្អប់ខ្ពើមអាជ្ញាធរឬក៏អ្នកមានអំណាចដែលកូនអភិបាលស្រុកមួយដែលអាងខ្លួនមានលុយមានអីចង់ជះលុយ$20,000មនុស្សបុកសឹងតែស្លាប់រស់ហើយយើងថាយក$20,000ជះដើម្បីបំបិតមាត់ឬក៏ឲ្យឈប់តទៅទៀតទៅគឺថាអំណាចទឹកលុយនឹងវាខ្លាំងជាងអំណាចយុតិធម៌ដែលជាអំពើនីតិរដ្ឋភាពកើតឡើងរ៉ាំរ៉ៃក្នុងសង្គមខ្មែរអានឹងប្រជាពលរដ្ឋខ្មែរមិនពេញចិត្តខ្ញុំយល់ប៉ុន្តែបើការដោះលែងគាត់ឲ្យមានសេរីភាពហើយមិនចោទប្រកាន់អីដោយសារគាត់អត់ពាក់ព័ន្ធច្បាប់គឺច្បាប់វាអាចមិនពេញចិត្តអស់លោកបងប្អូនទាំងអស់គ្នាមែនប៉ុន្តែច្បាប់បើគាត់អត់មានទោសអីតើតើនៅក្នុងការបើកបុកហ្នឹងគាត់ត្រូវតែរួចខ្លួនហើយហើយស្ត្រីនោះត្រូវតែជាប់ពន្ធនាគារឬក៏អំណាចច្បាប់តាមការគោលក៏ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋមិនអស់ចិត្តនឹងគឺនៅតែមិនអស់ចិត្តហេតុអីបានជាភាសារបស់អ្នកដែលជាកូនលោកធំអីហ្នឹងនៅតែមានដដែល30-40ឆ្នាំអានេះគឺជាមេរៀនមួយដើម្បីប្រាប់ទៅមន្ត្រីអាជ្ញាធរទាំងអស់នៅក្នុងជួររដ្ឋាភិបាលឬមន្ត្រីរាជការឲ្យប្រយ័ត្នប្រយែងអិរិយាបថការប្រព្រឹត្តសេចក្តីថ្លៃថ្នូរសិលធម៌កែឡើងវិញដើម្បីឲ្យប្រជាពលរដ្ឋនឹងលោកស្ងប់ចិត្តព្រោះវាឈឺចាប់យូរពេកអត់ដឹងមានវិធីអីដើម្បីជះកំហឹងបានហើយតនឱកាសមានគឺមានតែដោះស្រាយអញ្ចឹងទេព្រោះគាត់ទៅវាយតប់ដំច្រំធាក់អីធ្វើអីរដ្ឋាភិបាលក៏ធ្វើមិនបានដែរបន្តិចគុកទាំងអស់គ្នាឡើយហ្នឹងដូច្នេះឱកាសមានអញ្ចឹងគឺគាត់បង្ហាញកំហឹងហើយកំហឹងសាធារណជននេះណាបើសិនជាមានការបោះឆ្នោតដោយសេរីត្រឹមត្រូវនឹងយុត្តិធម៌គណៈបកកណ្ដាលអំណាចអត់អាចឈរជើងបានទេបើសិនជាមិនកែអញ្ចឹងគឺឈរជើងអត់បានទេប៉ុន្តែយើងត្រូវកែអញ្ចឹងទៅកែតម្រង់កុំកែសម្រួលឬក៏កែលម្អកែតម្រង់ចោលទាំងអស់តែម្ដងរបៀបហ្នឹងរបៀបស្អីគេអ្នកមានអំណាចលើច្បាប់ឲ្យរួចខ្លួនរហូតធ្វើឲ្យប្រជាពលរដ្ឋឃើញថាកូនអ្នកប្រមាណសាក់ប្រមាណអភិបាលខេត្តអភិបាលក្រុងកូននាយករដ្ឋមន្ត្រីអីក៏ដោយឲ្យតែប្រព្រឹត្តខុសគឺជាប់គុកទាំងអស់គ្នាហើយឲ្យឃើញជាក់ស្ដែងអត់មានការអន្តរាគមន៍អីមានតែវិធីហ្នឹងទេបានស្អំចិត្តប្រជាពលរដ្ឋព្រោះម៉ោងនេះប្រជាពលរដ្ឋលែងជឿទុកចិត្តប្រព័ន្ធយុតិធធកម្ពុជាសោះតែម្ដងយើងឃើញរឿងនេះលែងជឿប៉ូលីសគេបញ្យល់អីក៏មិនជឿរហូតតតែបង្ខំឲ្យអ្នកទាំងពីរអ្នកហ្នឹងមកចេញសុំទោសអីអញ្ចឹងទៀតវាអត់មានការដែលព្រោះអីច្បាប់ខ្មែរគឺមានចែងឲ្យថាជនសង្ស័យឬក៏ជនជាប់ចោទមានសិទ្ធិរក្សាការស្ងាត់ស្ងៀមមិនឆ្លើយដាក់បន្ទុកខ្លួនឯងអត់មានច្បាប់ណាកំណត់ឲ្យយើងឆ្លើយដាក់បន្ទុកខ្លួនឯងទេហើយខ្ញុំនិយាយថាស្ត្រីនោះមានភាពក្លាហាននៅក្នុងការប្រាប់តែខ្លួនកាន់ដៃចង្កូតប៉ុន្តែអត់មានច្បាប់ណាច្បាប់គេការពារយើងគេមិនឲ្យយើងឆ្លើយសារភាពដាក់កំហុសខ្លួនឯងទេទុកឲ្យច្បាប់អ្នកសម្រេចអានេះបើប្រព័ន្ធតុលាការឯករាជ្យឥឡូវយើងយកតុលាការប្រជាជនមកដោះស្រាយធ្វើឲ្យអ្នកទាំងនោះត្រូវតែបង្ខំចិត្តចេញមកសុំទោសហើយសុំទោសហើយក៏អត់រួចខ្លួនទៀតដោយសារអីប្រជាពលរដ្ឋនៅតែមិនពេញចិត្តឃើញទេបងប្អូនឃើញបញ្ហាសង្គមវាអញ្ចឹងវាមិនមែនតែរឿងមួយជ្រុងហ្នឹងទេរឿងវាច្រើនយូរហើយវាជាពាក់វគ្គវិនយូរហើយដែលយើងត្រូវដោះស្រាយមិនមែនទៅដោះស្រាយពេលហ្នឹងទេត្រូវដោះស្រាយតាំងពីដើមខ្សែយូរហើយតែយើងទុកឲ្យបញ្ហាហ្នឹងវារៀលដាលអាហ្នឹងហើយបានតែខ្ញុំថាវាមានរឿងច្រើនដែលយើងត្រូវដោះស្រាយប៉ុន្តែបងប្អូនយើងពេលខ្លះយើងតោះជូតទឹកភ្នែកបន្តដំណើរទៅមុខទៀតនៅជាប់ជាពាក់វគ្គវិនយូរទុកឲ្យរដ្ឋាភិបាលដោះស្រាយរឿងហ្នឹងហើយប្រជាពលរដ្ឋសម្រេចទៅបើគាត់អត់កែអត់ដូរអីនៅក្នុងស្លឹកឆ្នោតពេលបោះឆ្នោតហ្នឹងសម្រេចដូរផ្លាស់ប្ដូរអាការគិតរបស់យើងខ្លះទៅកុំឲ្យរដ្ឋាភិបាលបានចិត្តពេកហើយបន្តទៅទៀតគឺនៅពេលដែលយើងមានរកម្មចិត្តអញ្ចឹងគឺយើងពលរដ្ឋមិនអស់ចិត្តពីរឿងនេះវាទៅជារឿងស្អីថ្នាក់ដឹកនាំយើងដែលកំពុងតែព្រំដែនបញ្ហារឿងព្រំដែន MOU ព្រំដែនទឹកព្រំដែនគោកប្រធានព្រឹទ្ធសភារបស់យើងទៅចំណាយពេលវេលាចាញ់បោកក្រុម MMO អារឿងប្រពន្ធមួយប្តីពីរណាខ្ញុំបាននិយាយម្សិលមិញឲ្យថាលោកហ៊ុនសែនបើគាត់មិននិយាយអីសោះខ្ញុំជឿថាប្រជាពលរដ្ឋដូចជាស្ងប់ចិត្តច្រើនជាងព្រោះអីតែគាត់ឡើងមកប្រជាប្រដ្ឋពងតែមិនពេញចិត្តអីអញ្ចឹងទៅវាច្បាស់ស្អីក៏មិនត្រូវដែរបើអត់និយាយអីសោះប្រជាប្រដ្ឋឲ្យស្មានវិញអាហ្នឹងជាការល្អសម្រាប់លោកហ៊ុនសែនទេណា
ក៏ប៉ុន្តែនៅពេលដែលសុកស្រាប់តែចេញជួបនេះក្រិនហ្នឹងគ្រាន់តែទង្វើល្អសោះហ្នឹងក៏ប្រជាពលរដ្ឋរិះគន់ហើយថាអ្នករិះគន់គឺក្រុមប្រឆាំងអញ្ចឹងមិនមែនទេប្រជាពលរដ្ឋគេមើលឃើញទាំងអស់គ្នាថាយើងរងទុកនៅព្រំដែននៅអីអញ្ចឹងទៅយើងប្រជាពលរដ្ឋភៀសសឹកភៀសអីអញ្ចឹងទៅហើយទៅលើកតម្កើងឬក៏យកចិត្តទុកដាក់ក្រុមឃោសនិករបស់ខ្លួនអីអញ្ចឹងមនុស្សរៀងដូចថាលំអៀងដូចថាអយុត្តិធម៌សម្រាប់លោកហ៊ុនសែនដែរប៉ុន្តែអានឹងវាជារឿងការគិតទូទៅដែលប្រជាពលរដ្ឋថ្នាក់នឹងថ្នាក់ដឹកនាំធ្វើអីក៏តាមត្រូវដែរបងប្អូនតែពេលយើងស្រឡាញ់ធ្វើអីក៏ស្អាតធ្វើអីក៏ល្អស្អីក៏ត្រូវតែពេលតែមិនចូលចិត្តស្អីក៏ខុសដែរតែដល់តែពេលរឿងសុកទៅចេញរឿងទៅរិះគន់រឿងលើក្រែលើអីហើយលោកហ៊ុនសែនខ្ញុំសោកស្ដាយមែនតើដែលជាប្រធានព្រឹទ្ធសភាមានទីប្រឹក្សារាប់រយនាក់អត់ដឹងទេឬតែថាសម័យបច្ចេកវិទ្យានេះមនុស្សធ្វើសម្ដែងស្ទើរតែគ្រប់រឿងដើម្បី like ដើម្បី view ដើម្បីមុខរបរបាយ3ពេលរបស់ពួកគាត់គេធ្វើតែអញ្ចឹងមកអាយុហើយតើចុះពេលដែលលោកមុនចេញសារអីហ្នឹងអត់ឲ្យអាមីអាថោងរបស់គាត់ហ្នឹងចុះទៅស៊ើបមើលតើគេនឹងពិតប៉ុណ្ណាឬក៏យ៉ាងម៉េចទេមុននឹងអាចនឹងចេញសារអីអញ្ចឹងទៅហើយដល់ពេលឥឡូវដល់ចេញសាររឿងលើក្រែលើអីអារឿងប្តីគេប្តីប្រពន្ធអីគេនាងម្នាក់ដែលឈ្មោះរក្សាហ្នឹងគឺមកចេញសុំទោសអីថាអាហ្នឹងជាការសម្ដែងទេសុំអធិស្ឋានសុំអីការសម្ដែងហ្នឹងវាតែអញ្ចឹងមកហើយ MMO គេរលុយអនឡាញតែអញ្ចឹងប៉ុន្តែដល់ពេលថ្នាក់ដឹកនាំចេញសារបែបនេះតាមពិតខ្ញុំគិតថាជាការឈឺឆ្អាលរបស់គាត់ទេគាត់ចង់ថែរក្សាប្រពៃណីវប្បធម៌របស់កម្ពុជាយើងឲ្យវាល្អផូរផង់កុំឲ្យយើងបំពេញស្រេចចិត្តអីយកមកធ្វើអីស្រេចចិត្តតែហេតុអីបានជាសមាជទៅជារឿងហ្នឹងរឿងប្រធានព្រឹទ្ធសភាអ្នកគិតវិញវាគួរតែមន្ត្រីរាជការអាជ្ញាធរពាក់ព័ន្ធទាំងក្រសួងវប្បធម៌វិចិត្រសិល្បៈខាងអីហ្នឹងដែលតាក់ទងនឹងកិច្ចការទាំងអស់នេះជាអ្នកដោះស្រាយហេតុអីបានទៅលោកប្រធានព្រឹទ្ធសភាជាអ្នកដែលមកខ្វល់រឿងលើក្រែនឹងគេទៅវិញមកកំពុងតែឆ្ងល់អាហ្នឹងហើយដែលធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ហើយខ្ញុំជឿថាជួនកាលទង្វើល្អការគិតល្អរបស់គាត់វាអាចបានជះផលអាក្រក់ទៅចឹងទៅវិញរិះគន់អីចឹងដោយសាររឿងព្រំដែនរឿងដីអត់ទាន់ព្រមប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រមតាន់អន្តរជាតិយកមកគិតរឿងខ្វល់រឿងលើក្រែគេចោទគាត់អញ្ចឹងដែរវាពិបាកអញ្ចឹងបងប្អូនប៉ុន្តែតើគាត់ជាមនុស្សដូចយើងដែរហ្នឹងអញ្ចឹងគាត់ចិត្តតែឈឺឆ្អាលឈឺអីព្រោះគាត់ធ្លាប់តែមាត់គាត់តែអញ្ចឹងមករហូតដែរដល់អត់បានកាន់ក្បាលមេគ្រូអត់បាននិយាយអីរយៈពេលរាប់ខែវាតឹងទ្រូងដែរណាបងប្អូនកន្លែងខ្លះជំងឺ stress ផ្លូវអារម្មណ៍បើបាននិយាយខ្លះធូរទ្រូងហើយតទៅពេលគាត់និយាយអញ្ចឹងទៅគឺនាំគ្នាផ្អើលចឹងទៀតប៉ុន្តែបងប្អូនអារឿងឯកពន្ធភាពវាជាទឹកមួយដំណក់នៅក្នុងមហាសាគរទេមន្ត្រីនៅក្នុងជួរគណៈបកប្រជាជនរដ្ឋាភិបាលអ្នកមានប្រពន្ធចង់មានប្រពន្ធស្អីអូយបើសិនជាលោកហ៊ុនសែនចង់យកអាច្បាប់ឯកពន្ធភាពនឹងមកដោះស្រាយកុំដោះស្រាយមួយអ្នកលក់លេឬក៏អ្នកលក់អីតាមអនឡាញហ្នឹងទៅចាប់មន្ត្រីរបស់គាត់សាលារៀនស្រុកខ្មែរទាំងអស់ហ្នឹងដីប្រពន្ធចង់អ្នកខ្លះគ្រាន់តែនាយកសាលាណាមួយប្រពន្ធ6 7 8ខ្ញុំចង់និយាយព្រោះកុំឲ្យខាងហែកគេអារឿងសិទ្ធិឯកជនរបស់គេទេប៉ុន្តែអានេះមិនមែនជាដំណោះស្រាយជាតិទេដំណោះស្រាយជាតិយើងអាចទៅធ្វើអញ្ចឹងបាននេះគឺយើងត្រូវតែថាដោះស្រាយដោះឲ្យពិតប៉ុន្តែក៏ជួនកាលជាសារនយោបាយដល់ពេលចេញអញ្ចឹងអ្នកដែលនយោបាយបកប្រឆាំងភ័យទៀតហើយអ្នកនយោបាយបកការអំណាចអត់សូវភ័យទេអ្នកនយោបាយបកប្រឆាំងដែលមានប្រពន្ធ2មានប្រពន្ធ3ឬប្តី2ប្តី3អីក្នុងពេលតែមួយហ្នឹងនាំគ្នាភ័យផ្អើលទៀតហើយបើអត់លែងអត់លះគ្នាអត់អីស្រួលបួនបន្តិចទៀតរករឿងតែអ្នកបកប្រឆាំងទៀតហើយព្រោះអីអាច្បាប់ឯកពន្ធភាពហ្នឹងកាលមុនរករឿងតែសម្ដេចក្រមព្រះហេដល់ពេលក្រោយមកស្ងាត់ឲ្យឆឹងអត់មានសោះរួចប្រទេសកម្ពុជា20 30ឆ្នាំមកដែលមានអ្នកមានប្តីប្រពន្ធក្បត់គ្នាទេអញ្ចឹងអ្នកដែលជាមន្ត្រីរាជការអត់មានទេជឿវាមានក៏ប៉ុន្តែគេអនុវត្តតាមអារបៀបភ្លើងចម្បាំងអញ្ចឹងគេចង់ធ្វើអាការអនុវត្តច្បាប់ស្តង់ដារ2 3អញ្ចឹងប្រជាពលរដ្ឋគេរិះគន់ងាប់ហើយអញ្ចឹងហើយបានថាបើគុំនិយាយអីសោះក៏អត់អីដែរបាទឥឡូវពេលវេលាកាន់តែឆ្ងាយខ្ញុំកាន់តែវល់ហើយពេលវេលាចង់និយាយថាវិលនៅកន្លែងហ្នឹងដោយសារតែរឿងវាច្រើនពេកហើយខ្ញុំចូលធ្វើការឥឡូវដែរអញ្ចឹងដល់សល់ពេលបន្តិចទៀតខ្ញុំនឹងលើកអត្ថបទមួយនិយាយពីបើកំណើនសេដ្ឋកិច្ចកម្ពុជាគឺធ្លាក់ចុះដោយសពថ្ងៃនេះកម្ពុជាមិនអាចត្រៀមខ្លួនជាប្រទេសអ្នកមានឆ្នាំ2050កុំថាដល់អ្នកមានឆ្នាំ2050អាប់រួចផុតពីប្រទេសក្រីក្របំផុត45ត្រឹមឆ្នាំ2030នោះហើយទៅអត់ដល់ផងគាត់តែមិនដឹងតែវារឿងវាពិភាក្សាច្រើនខ្ញុំនឹងលើកអាហ្នឹងសម្រាប់ផ្សាយរាត្រីស្អែកចោះខ្ញុំនឹងបញ្ចប់តាក់ទងនឹងរឿងបុគ្គលិកវិទ្យុអាស៊ីសេរី
សំទោសវិទ្យុសម្លេងសហរដ្ឋអាមេរិកកាលពីថ្ងៃ23ម្សិលមិញព្យាយាមទៅចូលធ្វើការស៊ើបមើលដែរទៅអាគារហ្នឹងព្រោះអីតឡាការឲ្យចូលធ្វើការវិញថ្ងៃ3អីអញ្ចឹងទោះបីជាដឹងថារដ្ឋាភិបាលគេដាក់ប្តឹងជំទាស់អីក៏ដោយហ្នឹងគឺគាត់ចេះទៅហើយទៅចូលធ្វើការមិនវាមានរដ្ឋាភិបាលអាមេរិកមិនមែនចេះទៅចូលទៅព្រោះពេលគេប្រឈប់គាត់ពីការងារអីមួយឆ្នាំហ្នឹងគឺគេដកអាបានចូលអាគាររដ្ឋបាលរបស់សហព័ន្ធណាបើអត់មានអាបានអត្តសញ្ញាណដើម្បីចូលនឹងគ្មាននរណាគេឲ្យចូលអាគាររដ្ឋបាលសាធារណៈរបស់ជាតិនឹងទេដូច្នេះដឹងអត់ទេតោះតែគេបកគលអាបាននឹងវិញហើយបើអត់បកគលបាននឹងគឺគាត់មិនដឹងថ្ងៃណាបានចូលវិញទេប៉ុន្តែអាណិតពួកគាត់ដែរចង់សាកមើលតែបាច់សាកទេអាគាររដ្ឋបាលរបស់ថ្នាក់ជាតិនៅអាមេរិកកន្លែងណាក៏ដោយបើគ្មានបានចូលនឹងទេគឺឬក៏លិខិតណាត់អីណាមួយអត់ចូលបានទេអញ្ចឹងពួកគាត់នឹងនៅក្រៅរហូតហើយអឺចុងក្រោយគឺថៃអនុញ្ញាតឲ្យឡើងថ្លៃប្រេងឥន្ធនៈតាមតម្លៃទីផ្សារអន្តរជាតិដើម្បីទប់ការបញ្ញើទិញសាំងថៃថ្ងៃនេះគឺគេចេញជាច្បាប់ថ្មីមួយទៀតគឺកាលមុនគេទប់អត់ឲ្យយើងឡើងថ្លៃខ្ពស់ពេកខ្លាចអ្នកដែលទិញយកទៅស្តុកនឹងលក់ទៅវាចំណេញច្រើនតែធ្វើឲ្យតម្លៃប្រេងឡើងខ្លាំងអញ្ចឹងថៃម្ដងនេះគឺថាអត់ទប់ទេឲ្យក្រុមអ្នកលក់នឹងដំឡើងថ្លៃប្រេងទៅវិញអាការ៉ាសាំងហ្នឹងណាដើម្បីឲ្យថ្លៃប្រេងហ្នឹងវាថ្លៃពេកទៅវាអត់អាចឲ្យអ្នកដែលចង់ទិញទុកហ្នឹងទិញទុកយកទៅចំណេញព្រោះនៅពេលដែលរត់ទប់តម្លៃវាធ្វើឲ្យអ្នកដែលទិញប្រេងហ្នឹងគឺអាចយកទៅលក់ទីផ្សារខាងក្រៅបានថ្លៃជាងហ្នឹងតើប៉ុន្តែបើឲ្យការ៉ាស់ហ្នឹងឡើងស្រាញ់ចិត្តអញ្ចឹងតម្លៃវាឡើងខ្ពស់ហើយអញ្ចឹងទប់អាហ្នឹងបាននេះគឺជាវិធីរបស់គាត់ប៉ុន្តែអ្នកដែលវេទនាជាងគេគឺអ្នកដែលទិញសាំងហ្នឹងឯងព្រោះអីតាសាំងឡើងស្រាញ់ចិត្តគឺចប់ហើយប៉ុន្តែវិធីនេះថៃគិតថាអាចមានប្រសិទ្ធភាពក្នុងការទប់ប៉ុន្តែនៅក្នុងពេលហ្នឹងថៃមិនពិបាកដូចខ្មែរពេកទេបងប្អូនថៃគេមានខួងប្រេងពីបាតសមុទ្រគេមកគេមានរោងចក្រចម្រាញ់ប្រេងហើយគេនាំប្រេងចូលហើយថ្ងៃនេះអ៊ីរ៉ង់អនុញ្ញាតឲ្យកប៉ាល់ប្រេងថៃដឹកឆ្លងកាត់ច្រកហ័រមូសបានដោយអត់បាញ់ទេអ៊ីរ៉ង់គេស្អំចិត្តថៃដោយសារបាញ់កប៉ាល់ថៃមួយខ្ទេចនៅអាស្អីគេឆេះធ្គូលនៅអាច្រកហ័រមូសប្រហែលជាសប្តាហ៍មុនណាដែលធ្វើឲ្យនាវិក20អ្នកជាងនៅលើហ្នឹងគឺគេរំដោះរស់អស់ហើយប៉ុន្តែ3អ្នកថានៅជាប់នៅក្នុងហ្នឹងឥឡូវអត់ទាន់ឃើញមានព័ត៌មានអីថា3អ្នកហ្នឹងយ៉ាងម៉េចគាត់ថាអ៊ីរ៉ង់គេស្អំចិត្តគេថាមិត្តភ័ក្តិរបស់អ៊ីរ៉ង់ចឹងឲ្យចេញកប៉ាល់នឹងប្រេងមកចឹងថៃអត់អីទេបន្តិចទៀតមានប្រេងមានអីគេដឹកមកបានណាហើយឥណ្ឌាក៏ដឹកប្រេងបានចេញពីកប៉ាល់ដែរម្សិលមិញណាអ៊ីរ៉ង់អត់បាញ់ទេដូច្នេះអ៊ីរ៉ង់ដោយសារតែខ្លាចអាមេរិកនេះហ្នឹងគឺថាអត់បិទទេអ្នកដែលមិនមែនជាសម្ព័ន្ធមិត្តអាមេរិកក្នុងការបាញ់អ៊ីរ៉ង់នៅហ្នឹងគឺឲ្យដឹកចេញប៉ុន្តែអាមេរិកលោកដូណាល់ត្រាំថាអត់មានរួចខ្លួននេះគឺត្រូវបើកអត់មានលក្ខខណ្ឌអីទាំងអស់ហើយចាប់ពីបន្តិចទៀតទៅគឺអាមេរិកជាអ្នកគ្រប់គ្រងច្រកហ័រមូសហ្នឹងហើយគាត់ថាគ្រប់គ្រងរួមគ្នាជាមួយមេដឹកនាំអ៊ីរ៉ង់ថ្មីមិនមែនកូនរបស់លោកហាមេនេហ្នឹងទេគឺមេដឹកនាំកម្ពុជាថ្មីដែលគាត់អ្នករើសអីអញ្ចឹងទៅអានឹងចាំមើលតទៅទៀតបងប្អូនតែគេមើលទៅរៀងតលិះរៀងធូរបន្តិចដែរនឹងចុងក្រោយគឺមានព័ត៌មាន2ទៀតដែលខ្ញុំចង់ជម្រាបជូនបងប្អូនតាក់ទងនឹងរឿងការធ្លាក់យន្តហោះនៅសហរដ្ឋអាមេរិកនេះគឺវារៀងរកម្មចិត្តដែរព្រោះយន្តហោះ Canada Express កាលពីយប់ម្សិលមិញហ្នឹងគឺពេលដែលចុះចតដោយសុវត្ថិភាពអស់ហើយហ្នឹងគឺមេឃស្រឡះល្អអីល្អអស់ហើយស្រាប់តែក្នុងពីរត់ហ្នឹងក៏ត្រូវបានឡានពលិតអគ្គីភ័យមួយបើកកាត់ទៅក៏បើកបុករថយន្តណាពលិតអគ្គីភ័យហ្នឹងទប់ឈប់ក៏មិនទាន់អីក៏មិនទាន់បុកគ្នាទៅធ្វើឲ្យពីលុតកប៉ាល់ហោះ2នាក់ស្លាប់អ្នកជិះអមដំណើរ72នាក់នៅមានជីវិតរស់នៅគាត់ថា41នាក់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហើយក៏យកចេញមកវិញច្រើនអស់ហើយអត់មានអ្នកស្លាប់ទេក្រៅតែពីពីលុត2នាក់ហ្នឹងអាណិតគាត់មែនតើហើយពីលុតនេះហើយដែលជួយសង្គ្រោះជីវិតអ្នកទាំងអស់នោះគាត់ថាគ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់យន្តហោះបុករថយន្តពលិតអគ្គីភ័យនេះគឺជាសញ្ញាណប្រាប់មួយទៀតថាការដែលយើងពាក់ក្រវ៉ាត់ណាខ្សែក្រវ៉ាត់ណានៅពេលដែលចោះចតនឹងពេលយន្តហោះឡើងគឺមានសុវត្ថិភាពណាស់ព្រោះអ្នកទាំងអស់នោះមាននារីអាកាសចរម្នាក់ហោះចេញពីយន្តហោះហ្នឹង100ម៉ែត្រទៅក្រៅដោយតឹងកៅអីតឹងអីក្រវ៉ាត់ទៅគាត់ត្រូវលបួសជើងឯងអត់ស្លាប់ឯឃើញទេដោយសារតែខ្សែក្រវ៉ាត់ចឹងប្រយ័ត្នប្រយែងមែនតើបងប្អូនពាក់ខ្សែក្រវ៉ាត់នេះគ្រប់ពេលនៅពេលដែលទាំងជិះឡានជិះម៉ូតូជិះអីអ្វីដែលមានខ្សែក្រវ៉ាត់ហ្នឹងកុំប្រហែសឲ្យសោះវាជួយជីវិតមនុស្សបានច្រើនហើយធ្លាក់យន្តហោះនេះគឺនៅកូឡុំប៊ីមានធ្លាក់យន្តហោះមួយដែរជាយន្តហោះប្រភេទយោធាទេដែលស្លាប់មនុស្សអស់66នាក់វាជារឿងអកុសលដែររឿងនៅកូឡុំប៊ី
ជារឿងធ្លាក់យន្តហោះហ្នឹងដែលគេកំពុងតែសង្គ្រោះជីវិតមនុស្សបន្ថែមទៀតគ្រាន់តែថាអ្វីដែលយើងឃើញគ្រោះថ្នាក់នេះគឺមិនមែនជាការបាញ់ធ្លាក់ដោយចម្បាំងសង្គ្រាមណាទេវាជាឧបទ្ទវហេតុប៉ុន្តែក្នុងពេលជាមួយខ្ញុំភ្លេចជម្រាបជូនបងប្អូនព័ត៌មានមួយទៀតវិលទៅស្រុកខ្មែរយើងវិញរឿងណែលំហាត់យោធាបាញ់គ្រាប់ពិតអាខាងថៃគេកំពុងតែចោទយើងថាត្រៀមធ្វើសង្គ្រាមលើកទី3អញ្ចឹងទៅស្រាប់តែកម្ពុជាខាងកងទ័ពជើងគោកយុទ្ធភូមិភាគទី5ចេញសេចក្តីជូនដំណឹងថានឹងធ្វើសម្ពយុទ្ធយោធាបាញ់គ្រាប់ពិតចាប់ពីថ្ងៃទី24គឺថ្ងៃហ្នឹងដល់ថ្ងៃទី25ខែមីនាស្អែកនេះបានន័យថាធ្វើហើយប្រាប់ប្រជាពលរដ្ឋហ្នឹងថាកុំឲ្យភ័យបារម្ភអីបាញ់គ្រាប់ពិតមែនតើគឺដោយប្រើកំភ្លើងស្វ័យប្រវត្តិផង AK47 ផងប្រើប្រភេទកំភ្លើងយន្តធុនស្រាល PKM ផងប្រើកំភ្លើងប្រឆាំងរថក្រោះ B40 និង B41 នៅភូមិសែពពាយឃុំសន្ត្រែស្រុកភ្នំកវាញខេត្តពោធិ៍សាត់គឺចំណុច68 58ភ្នំហែមបាទខ្ញុំថាបើសម្ពយុទ្ធយោធាបាញ់គ្រាប់ពិតក្ដួងក្ដាំងអីបើប្រហាក់សិនក៏ល្អដែរអីព្រោះអីយើងកំពុងតែវាដូចថារកម្មចិត្តជាមួយនឹងថៃគេធ្វើសម្ពយុទ្ធយោធាអីជាមួយអាមេរិកអីធ្វើទៅអាហ្នឹងវារឿងយើងក៏ប៉ុន្តែយើងវាសម្ពយុទ្ធយោធាស្អីក៏វាមិនមានកម្លាំងអីទៅឈ្នះថៃអីហ្នឹងទៅត្រៀមខ្លួនអីហ្នឹងក៏តែវាមិនបានឈ្នះអីនៅពេលហ្នឹងដែរហើយទៅធ្វើឲ្យថៃហ្នឹងចោតមកយើងហ្នឹងថាត្រៀមខ្លួនត្រៀមអីអញ្ចឹងរពើអីអញ្ចឹងទៀតទៅណាប៉ុន្តែបងប្អូនអានេះគឺជាកិច្ចការយោធាទេគេកុំឲ្យស្ទះកណ្ដុងកុំឲ្យច្រេះចាប់កុំឲ្យវាស្ពឹកសពុនអីធ្វើអីខ្លះគ្រាន់តែថាវាចៃដន្យហ្នឹងវាពេលហ្នឹងវាដូចថាគួរតែមានភាពស្ងប់ស្ងាត់អីអញ្ចឹងដែរហើយទៅចិត្តព្រំដែនថៃទេពូខេត្តពោធិ៍សាត់ហ្នឹងណាបងប្អូនឥឡូវខ្ញុំអស់ព័ត៌មាននេះហើយខ្ញុំនៅជពាក់បងប្អូនមួយដូចខ្ញុំជម្រាបអញ្ចឹងគឺរឿងកម្ពុជាកំណើនសេដ្ឋកិច្ចទាបបែបនេះវានឹងអាចធ្វើឲ្យកម្ពុជាប៉ះពាល់នៅក្នុងការមិនអាចក្លាយជាប្រទេសអ្នកមានបាននោះខ្ញុំនឹងផ្សាយនៅរាត្រីថ្ងៃស្អែកបាទសូមអរគុណប៉ុណ្ណឹងសិនហើយសូមជម្រាបលារាត្រីសួស្តីបងប្អូនទាំងអស់គ្នាជួបគ្នានៅយប់ស្អែកទៀតបាទសូមជម្រាបលាបាទ